ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំស្ងោរឆ្អឹងជំនីជ្រូកជាមួយស្ពៃក្តោបចារត់មានមួយបងប្អូនចាមានដូចជាប៊ីជឺខ្ទឹមសនិងជីយ៉ាណាបងប្អូនចារត់ទិញស្លឹកខ្ទឹមអត់បានអញ្ចឹងណាបងប្អូនដាក់ជីយ៉ាណាជំនួសឲ្យបងប្អូនអើយចាខុសតំណងខុសឲ្យបងប្អូនតែដាក់ជំនួសអញ្ចឹងណាបងប្អូនចាបើរត់ទិញទឹកស្លឹកខ្ទឹមអត់បានបងប្អូនចាលើអូខេហើយក៏នេះខ្ញុំដាក់ស្លឹកជីនិងខ្ទឹមបំពងបងប្អូនចានិងម្ទេសពី3ផងបងប្អូនចាបងប្អូនតំណងណាបងប្អូនចាបងប្អូនមើលរបៀបនេះខ្ញុំស្លោទាំងអស់គ្នាជាដំបូងខ្ញុំបំពងខ្ទឹមសិនបងប្អូនចាបំពងខ្ទឹមឲ្យរាងក្រហមបន្តិចចឹងណាបងប្អូនចាបាននេះខ្ញុំចាក់ឆ្អឹងជំនីជ្រូកចាឥឡូវក្រហមហើយកូននេះខ្ញុំដុសខ្ទឹមបំពងនឹងទុកខ្លះចឹងណាបងប្អូនចាដុសខ្ទឹមបំពងនឹងទុកសម្រាប់ដែលយើងដាក់ពេលឆ្អិនរួចរាល់ណាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ឆ្អឹងជំនីជ្រូកហើយបងប្អូនចាឆ្អឹងជំនីជ្រូកនឹងក៏នេះខ្ញុំកូរឲ្យរាងសប់ឲ្យដាច់ទឹកបងប្អូនចាកុំឲ្យឆ្អាបចឹងណាបងប្អូនបំពងឲ្យរាងក្រៀមបន្តិចចឹងណាបងប្អូនចាតើតរៀងក្រៀមបាននេះខ្ញុំចាប់ផ្ដើមដាក់ដាច់ទឹកអស់បាននេះខ្ញុំដាក់ប៊ីចេងស្ករទឹកត្រីចឹងណាបងប្អូនចាឥឡូវដាច់ទឹកហើយបងប្អូននេះខ្ញុំដាក់ប៊ីចេងស្ករទឹកត្រីចាគ្រឿងក្រៅស្រីចំណង់ចំណូលចិត្តបងប្អូនណាចានេះខ្ញុំដាក់ទឹកត្រី2ស្លាបព្រាបាយស្ករស1ស្លាបព្រាបាយប៊ីចេងចុងស្លាបព្រាបាយចឹងណាបងប្អូនចាឥឡូវក៏អូខេណាបងប្អូននេះខ្ញុំលីងឲ្យដាច់បំពងឲ្យដាច់ទឹកបន្តិចចឹងក៏នេះខ្ញុំចាប់ផ្ដើមដាំទឹកស្លចាឥឡូវទឹកកពុះដែរណាបងប្អូនចាទឹកពុះហើយក៏នេះខ្ញុំចាក់ឆ្អឹងជំនីជ្រូកដែលនេះខ្ញុំបំពងហើយបងប្អូនចាដាក់ឆ្អឹងជំនីជ្រូកហើយក៏នេះខ្ញុំដាក់ក្របបន្តិចចឹងណាបងប្អូនក្របហើយក៏នេះខ្ញុំពុះហើយក៏នេះខ្ញុំដាក់ហៀបប៊ីជឺហើយក៏នេះខ្ញុំដាក់ថែមដុំស៊ុបខ្នុរដុំបងប្អូនរួចទៅក៏ដាក់ទឹកត្រីថែមបន្តិចទៀតចឹងណាបងប្អូនចារួចទៅក៏ដាក់ម្រេចមួយចុងស្លាបព្រាកាហ្វេបងប្អូនចាឥឡូវក៏នេះខ្ញុំកូរត្រឡប់ឲ្យសព្វចឹងណាបងប្អូនចាទឹកពុះនេះខ្ញុំដាក់បន្លែបងប្អូនចាឥឡូវចាប់ផ្ដើមដាក់បន្លែបងប្អូនចាដាក់ស្ពៃក្តោបនិងការ៉ុតទៅណាបងប្អូនចាមិនដឹងធ្វើម្ហូបអីទេបងប្អូនអើយរៀងរាល់ថ្ងៃនេះវិលទៅវិលមកជន់ដានក្តៅចឹងណាបងប្អូនចារត់ទៅមិនឃើញទេបងប្អូនអើយចារៀងរាល់ថ្ងៃនេះព្រឹកឡើងរត់នឹករត់ទៅនឹកមិនឃើញជន់ដានក្តៅចឹងណាបងប្អូនចាចេះទ្រាំមើលទៅបងប្អូនអើយចាធ្វើមិនទេបើអញ្ចឹងឥឡូវដាក់បន្លែរួចរាល់ហើយណាបងប្អូនចាក៏នេះខ្ញុំកូរឲ្យរៀងសព្វបន្តិចចឹងណាបងប្អូនចារៀងសប់បន្តិចចឹងពុះហើយឆ្អិនហើយក៏នេះខ្ញុំចាប់ផ្ដើមដាក់ស្លឹកជីយ៉ាណាហ្នឹងបងប្អូនចាព្រោះយើងរស់ទិញស្លឹកខ្ទឹមអត់បានដាក់ជីយ៉ាណាឲ្យរៀងឈ្ងុយដែរចឹងណាបងប្អូនចាជីយ៉ាណាហើយក៏នេះខ្ញុំដាក់ម្ទេសពី3ផងបងប្អូនក៏ដាក់ខ្ទឹមបំពងពីលើទៀតចឹងណាបងប្អូនចាឥឡូវអូខេណាបងប្អូនក្លិនក៏ឈ្ងុយដែរណាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាឆ្អឹងជំនីជ្រូកស្ងោរជាមួយស្ពៃក្តោបបងប្អូនចាមានរសជាតិឆ្ងាញ់បងប្អូនអើយជាតិមហាជាតិក្តៅហុយចេះជាតិណាស់បងប្អូនចាមកបងប្អូនមកចូលរួម